ស្ដីអ្នកនរគ្នាខ្ញុំបាទសុខហេងសម្លេងសៀនថ្ងៃនេះខ្ញុំមកសម្រាប់សេចរឿងការឆាតដែលជាភាពបន្តរបស់យើងហើយ admin ក៏សូមចាត់អ្នកទាំងអស់គ្នាជួយចុច like subscribe និងសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗមុនគេនិងជាថ្នាំកម្លាំងសម្រាប់ឲ្យ admin ធ្វើវីដេអូក្រោយបន្តទៀតអូខេបើធ្វើវាហើយតោះយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅ3ឆ្នាំក្រោយមកនៅក្នុងកំឡុងពេលនេះឡៃរបស់យើងគឺថាបង្កើតនគររបស់គេបានរួចស្រេចបាត់ទៅហើយដំណើររបស់ឡៃលើកនេះគឺថាពិតជាកាយខ្លាំងមែនទែនដោយមានគេគោរពទាំងសងខាងផ្លូវតែម្ដងដែលបន្ទាប់ពីនោះមកឡៃរបស់យើងក៏បានដើរចេញមកក្រៅហើយក៏បានជួបជាមួយនឹងប្រជាជនរបស់គេដែលប្រជាជនរបស់គេនីមួយៗនេះគឺថាពិតជាស្រឡាញ់ចូលចិត្តនិងគោរពគេខ្លាំងមែនទែនដែលបន្ទាប់ពីនោះមកឡៃរបស់យើងក៏បានសួរទៅកាន់ម៉ៃថាតើអ្នកចំណិតរបស់គេ3នាក់ទៀតបាត់ទៅណាបាត់ទៅហើយម៉ៃក៏បានឆ្លើយទៅកាន់ឡៃថានាងគឺបានដាក់ការងារឲ្យពួកគេធ្វើបាត់ទៅហើយដែលមានដូចជាអាយ៉ូគីគឺមានជំនាញខាងបង្វឹកសត្វបិសាចនិងខណៈពេលនេះគឺកំពុងតែបង្វឹកសត្វបិសាចរបស់គេនិងអេមីលីមានសមត្ថភាពខាងប្រើប្រាស់វេទមន្តនិងខណៈពេលនេះកំពុងតែហាត់រៀនវេទមន្តថ្មីៗនិងចុងក្រោយគេបង្អស់នោះគឺជាណាស៊ូណាដែលមានសមត្ថភាពខាងប្រើប្រាស់ដាវនិងខណៈពេលនេះគឺកំពុងតែដើរល្បាតដែលបន្ទាប់ពីនោះមកឡៃរបស់យើងក៏បានទៅជួបនឹងបុរសម្នាក់ដែលមានឈ្មោះថាជែកដែលបុរសម្នាក់នេះគឺត្រូវបានឡៃរបស់យើងក៏ហៅដូចគេដូចឯងដូចទៅគ្នានឹងដែលឡៃទៅជួបជាមួយជែកនេះគឺដើម្បីវឹកហាត់រៀនដើម្បីឲ្យសមត្ថភាពរបស់គេកាន់តែខ្លាំងដែលបន្ទាប់ពីនេះមកឡៃនិងជែកក៏បានទៅក្នុងរូងភ្នំដើម្បីវឹកហាត់ដោយឡៃរបស់យើងគឺបានបញ្ចេញធម្មពលរត់ឡើងវងហើយក៏បានដាក់ជើងមួយដៃលើសូថាផ្លាច់ដែលធ្វើជ័យរបស់យើងគឺថាខ្ទាតឡើងចង់80ម៉ែត្របាត់ទៅហើយដែលខណៈពេលនោះជែកក៏បានសរសើរឡៃថាឡៃរបស់យើងមានវិជ្ជាគុណគ្រាន់បើតែបើយើងក្រឡេកទៅមើលណាស៊ើណាវិញកំពុងតែដើរល្បាតសុកក៏បានជួបជាមួយនឹងអ្នកបម្រើ4នាក់ដែលអ្នកបម្រើ4នាក់នោះគ្រាន់តែឃើញណាស៊ើណាយើងភ្លាមក៏ចាប់ផ្ដើមនិយាយបញ្ចូលសមនឹងណាស៊ើណាយើងជាមនុស្សចូលទៀតនោះគឺថាចូលស្ទឹងតាមបត់តែម្ដងលើសពីនេះទៅទៀតអ្នកបម្រើទាំង4នាក់នោះក៏បាននិយាយអ្វីខ្លះទៀតទេទៅកាន់ណាស៊ើណារបស់យើងគ្រាន់តែថាមើលទៅកាន់ទឹកមុខរបស់ពួកគេទាំង4នាក់នោះគឺដូចជាមិនស្រួលនោះឡើយដែលបន្ទាប់ពីនេះមកណាស៊ើណារបស់យើងក៏បានដើរទៅកាន់បន្ទប់របស់ឡៃហើយក៏បានជួបជាមួយនឹងម៉ៃពេលនោះម៉ៃក៏បានសួរទៅកាន់ណាស៊ូណារបស់យើងថាកំពុងតែដើរធ្វើអ្វីចំណែកឯណាស៊ូណាក៏បានឆ្លើយទៅកាន់ម៉ៃរបស់យើងថានាងគឺកំពុងតែដើរល្បាតតែនៅពេលដែលណាស៊ូណាសួរទៅកាន់ម៉ៃរបស់យើងវិញម៉ៃរបស់យើងក៏បានឆ្លើយថានាងគឺកំពុងតែសម្អាតនៅក្នុងបន្ទប់របស់ឡៃតែក្នុងកំឡុងពេលដែលម៉ៃភ្លេចខ្លួននោះណាស៊ូណាក៏បានដើរចូលទៅក្នុងបន្ទប់របស់ឡៃតែបើតាមយើងមើលឃើញជាក់ស្ដែងទៅគឺថាម៉ៃរបស់យើងគ្មានបានសម្អាតបន្ទប់ឡៃរបស់យើងនោះទេដែលណាស៊ូណាបន្ទាប់ពីឃើញចឹងហើយក៏បានសួរទៅកាន់ម៉ៃរបស់យើងប៉ុន្តែដោយសារតែម៉ៃរបស់យើងគឺថាជាមនុស្សដែលឆ្លាតម្យ៉ាងដែរដោយបានដោះសារជាមួយនឹងណាស៊ូណាបន្តិចបន្តួចនោះគឺថាណាស៊ូណារបស់យើងជឿយ៉ាងស្លង់យកតែម្ដងហើយណាស៊ូណាគឺថាកោតចេះតែជឿដែរបើសិនជា admin នោះគឺថាមិនជឿនោះឡើយដែលបន្ទាប់ពីពិភាក្សាគ្នាអស់ពេលប្រហែលជា2ម៉ោងរួចមកណាស៊ូណាក៏បានយកក្រដាសមួយដែលអ្នកបម្រើទាំង4នោះផ្ញើឲ្យមកកាន់ម៉ៃហើយណាស៊ូណាក៏បានអានឲ្យម៉ៃស្ដាប់ដោយនៅក្នុងសម្បត្តិមួយនោះគឺអ្នកបម្រើទាំង4នោះក៏បាននិយាយទៅកាន់ម៉ៃថាពួកគេគឺមិនសុខចិត្តនោះឡើយដោយម៉ៃរបស់យើងគឺបានចេញចូលទៅក្នុងបន្ទប់ឡៃរបស់យើងតាមចិត្តចំណែកឯពួកគេវិញគឺមិនបានសម្អាតសំបីតែម្ដងដូច្នេះពួកគេគឺទាមទារមានការបោះឆ្នោតដើម្បីចូលសម្អាតបន្ទប់របស់ឡៃហើយខណៈពេលនោះម៉ៃក៏បានឆ្លើយទៅកាន់អាស៊ូណាថាដោយសារតែនាងគឺជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ឡៃដូច្នេះហើយទើបនាងអាចចេញចូលទៅក្នុងបន្ទប់របស់ឡៃយើងបានតែបន្ទាប់ពីនិយាយរួចនាងក៏បានឲ្យកាក់ចំនួន3ទៅកាន់ណាស៊ូណាដែលធ្វើឲ្យក្មេងតូចណាស៊ូណារបស់យើងមានការសប្បាយចិត្តជាខ្លាំងដែលនៅក្នុងកំឡុងពេលនោះណាស៊ូណាក៏បាននិយាយទៅកាន់ម៉ៃថាបើសិនជាម៉ៃរបស់យើងត្រូវការនាងលើកក្រោយគឺអាចហៅនាងបានដែលបន្ទាប់ពីបានកាក់ចំនួន3នោះហើយណាស៊ូណាក៏បានយកទៅទិញនំប៉័ងក៏ដូចជាទឹកដោះគោសម្រាប់ញ៉ាំហើយបន្ទាប់ពីទិញទឹកដោះគោនិងនំប៉័ងរួចណាស៊ូណារបស់យើងក៏បានទៅជួបជាមួយនឹងអាយ៉ូគីហើយក៏បាននិយាយគ្នាមួយប្រាវហើយបន្ទាប់ពីនោះមកណាស៊ូណាក៏បានទៅបន្ទប់រាជបល្ល័ង្ករបស់ឡៃរួចនាងក៏ឡើងទៅអោបរាជបល្ល័ង្ករបស់ឡៃហើយនាងក៏និយាយថានាងគឺពិតជានឹកឡៃរបស់យើងខ្លាំងណាស់ប៉ុន្តែនៅក្នុងកំឡុងពេលនោះនាងបានធ្វើឲ្យរូបចម្លាក់មួយនៅក្រៅនោះគឺបានបាក់បាយស្លាប់បន្តិចដែលក្មេងតូចណាស៊ូណារបស់យើងគ្រាន់តែឃើញបែបនេះហើយគឺថារើសយកមកបិទវិញភ្លាមហើយក៏បានរត់ចេញពីទីនេះយ៉ាងលឿនបើយើងក៏លេខទៅមើលឡៃនិងជែកវិញបន្ទាប់ពីប្រយុទ្ធគ្នាអស់ចង់3600វិនាទីមកពួកគេក៏បាននាំគ្នាទៅ
ងូតទឹកក្តៅហើយក៏បាននិយាយរឿងក្នុងចិត្តតែគណៈពេលនោះចេះក៏បាននិយាយទៅកាន់ឡៃរបស់យើងថាឡៃរបស់យើងនេះគឺមានសមត្ថភាពខ្លាំងហើយដែលអ្នកនៅលើផែនដីនេះមិនមែនជាដៃគូរបស់ឡៃយើងទៀតទេហើយគណៈពេលនោះឡៃក៏បាននិយាយទៅកាន់ចែករបស់យើងថាដល់ពេលដែលគេត្រូវចេញសងសឹកហើយបើយើងក្រឡេកទៅមើលអ្នកបម្រើទាំង4នោះវិញគឺថាត្រូវបានមីរបស់យើងហៅមកដាក់ពិន័យហើយក៏បានឲ្យពួកគេទាំង4នាក់នេះទៅសម្អាតនៅឯសាធំបើយើងក្រឡេកទៅមើលណាសូណាដែលជាក្មេងតូចរបស់យើងវិញគណៈពេលនេះគឺនាងកំពុងតែចង់បានស្នាប់ដៃដែកមួយប៉ុន្តែនៅក្នុងខ្លួនរបស់នាងគឺថាគ្មានលុយ100នោះឡើយដែលគណៈពេលនោះអេមីលីក៏បានមកដល់ហើយគ្រាន់តែជួបគ្នាភ្លាមពួកគេនិយាយគ្នាមិនតាន់បានដឹងអីផងក៏បានឆ្លោះគ្នាដណ្ដើមអេដមីនបន្ទាប់ពីឆ្លោះគ្នាអស់រយៈពេលចង់3600វិនាទីមកណាសូណារបស់យើងគឺថានាងបានធ្វើដំណើរចាក់ចេញពីទីនោះបើយើងក្រឡេកទៅមើលអ្នកបម្រើទាំង4នោះបន្ទាប់ពីសម្អាតសាលធំហើយនាងក៏បាននិយាយដើមរបស់មីយើងទៀតហើយដែលគណៈពេលនោះមីរបស់យើងក៏បានតាមទាន់ហើយក៏បានឲ្យពួកគេនេះទៅសម្អាតនៅឯកន្លែងរាជបល្ល័ង្ករបស់ឡៃយើងដែលកន្លែងនោះគឺថាពិតជាធំខ្លាំងមែនទែនដែលធ្វើឲ្យអ្នកបម្រើទាំង4នាក់នេះគឺថាសម្អាតស្ទើរតែលៀនអណ្ដាតចេញមកក្រៅបាត់ទៅហើយដែលគណៈពេលកំពុងសម្អាតនោះអ្នកបម្រើទាំង4នេះបានជន់កែងណាសូណារបស់យើងដោយបានធ្វើឲ្យរូបចម្លាក់មួយនោះគឺបានបាក់បែកសាជាថ្មីដែលគណៈពេលនោះគឺពួកគេមានការផិតភ័យជាខ្លាំងដែលបើយើងក្រឡេកទៅមើលណាសូណារបស់យើងវិញនាងបាននិយាយថានាងគឺពិតជានឹកឡៃរបស់យើងខ្លាំងមែនទែនហើយចង់ជួបមុខឡៃរបស់យើងខ្លាំងណាស់ដូចជាចង់ជួបមុខរបស់អេដមីនអញ្ចឹងហើយនាងសង្ឃឹមថាថ្ងៃស្អែកនេះនាងនឹងបានជួបឡៃរបស់យើងកាត់មកកាន់ថ្ងៃស្អែកឡៃរបស់យើងក៏បានមកជួបជាមួយនឹងអ្នកចំណិតរបស់គេទាំង3នាក់ដែលមានដូចជាអេមីលីណាសូណាក៏ដូចជាអាយូគីហើយអ្នកទាំង3គ្រាន់តែឃើញឡៃរបស់យើងភ្លាមគឺថាពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបន្ទាប់មកឡៃរបស់យើងក៏បាននិយាយទៅកាន់អ្នកទាំង3ថាគេនឹងចាប់ផ្ដើមការសងសឹករបស់គេនៅពេលនេះហើយគេក៏បាននិយាយបន្តទៀតថាគេនឹងពឹងលើអ្នកទាំងអស់គ្នាហើយអ្នកទាំង3នេះរឹតតែសប្បាយចិត្តនៅពេលដែលដឹងថាឡៃរបស់យើងនេះគឺពឹងពួកគេខណៈពេលនោះក៏ស្រាប់តែលេចចេញនៅវត្តមានសត្វបិសាចមួយចេញមកដែលសត្វបិសាចមួយនេះគឺស្ថិតនៅក្នុងប្រភេទតែមួយដែលចង់វាយប្រហារឡៃរបស់យើងកាលពីក្បាលសាច់រឿងខណៈពេលនោះអេមីលីណាសូណាក៏ដូចជាអាយូគីក៏បាននិយាយទៅកាន់បិសាចមួយនោះពោពេញទៅដោយចំហាយធម្មពលថាបើសិនជាបិសាចមួយនោះហ៊ានប៉ះឡៃរបស់យើងតែមួយសរសៃសក់យើងនឹងកំចាត់ពូជរបស់គេចោលតែម្ដងដែលបិសាចមួយនោះបន្ទាប់ពីឃើញដូច្នេះហើយវាក៏បានផិតភ័យយ៉ាងខ្លាំងប៉ុន្តែខណៈពេលនោះឡៃរបស់យើងក៏បានដើរទៅកាន់វាហើយក៏បាននិយាយទៅកាន់វាថាឡៃរបស់យើងមិនធ្វើបាបវានោះឡើយដែលបន្ទាប់ពីនោះមកឡៃរបស់យើងក៏បានចាប់ផ្ដើមការសងសឹករបស់គេបើយើងក្រឡេកទៅមើលអបិការ៉ូដែលជាអ្នកចង់សម្លាប់ឡៃរបស់យើងកាលពីផ្ដើមសាច់រឿងនោះត្រូវបានប្រជាជនរបស់គេនេះលើកដំកើងហើយសាច់រឿងរបស់យើងនៅពេលនេះក៏បានឈានមកដល់ទីបញ្ចប់ហើយយើងក៏មានតែរងចាំតាមដាននៅវីដេអូក្រោយពីខ្ញុំបាទសុខេសំឡេងស៊ីនក៏សូមអរគុណនិងសូមគោរពលា